រូបមន្តបំបែកកាលបរិច្ឆេទឲ្យទៅជាថ្ងៃខែឆ្នាំមានន័យថាយើងមានកាលបរិច្ឆេទមួយហើយយើងបំបែកឲ្យទៅជាថ្ងៃផ្សេងខែផ្សេងនិងឆ្នាំផ្សេងខែនេះឆ្នាំអញ្ចឹងវានៅក្នុងកលំផ្សេងគ្នាអញ្ចឹងដើម្បីរោគនេះគឺយើងប្រើតិចបាទរូបមន្តតិចហើយយើងវងកញ្ចក់មកយើងមានយើងចុចយកកន្លែងកាលបរិច្ឆេទដែលគេឲ្យហ្នឹងមកបន្ទាប់មកយើងក្បៀសបន្ទាប់មកយើងដាក់ format កន្លែងហ្នឹង format ហ្នឹងគឺយើងប្រើថ្មិញកដោបិទទាំងសងខាងហើយនៅកដាលហ្នឹងយើងដាក់ DD អញ្ចឹង DD ហ្នឹងមានន័យថាថ្ងៃដែលយើងចង់ដឹងថាថ្ងៃអញ្ចឹងថ្ងៃទីប៉ុន្មានសូមឲ្យយើង enter មកអញ្ចឹងយើងបានចេញថ្ងៃទី15ហ្នឹងបាទខែចំណែកខែក៏ដូចគ្នាដែរគឺស្មើតិចណាយើងប្រើរូបមន្តតិចដូចគ្នាហើយ format ដូចគ្នាខ្ញុំបញ្ជាក់ម្ដងទៀតណាកន្លែង format ហ្នឹងគឺយើងប្រើមិញកដោបិទទាំងសងខាងអញ្ចឹងយើងដាក់ម៉ាន់ មានន័យថាម៉ាន់ឆ្នាំក៏មិនខុសគ្នាដែរគឺយើងប្រើតិចដូចគ្នារូបមន្តតិចដូចគ្នាហើយគ្រាន់តែកន្លែង format ហ្នឹងយើងយក format ហ្នឹងជាអក្សរ yy 4 ដងបាទ yy 4 ដងបិទវងកញ្ចក់វិញហើយយើង enter អញ្ចឹងយើងនឹងទទួលបានឆ្នាំអញ្ចឹងយើងបានអ្វីដែលយើងចង់បានហើយថ្ងៃផ្សេងខែផ្សេងនិងឆ្នាំផ្សេងបាទខាងក្រោមនេះគឺគេសរសេរខែខាងមុខវិញអញ្ចឹងហើយគេឲ្យរកថ្ងៃខែឆ្នាំដូចគ្នាបាទគឺយើងប្រើរូបមន្តតែមួយទេគឺតិចហើយយើងចលិចយកcell ដែលគេផ្ដល់ឲ្យជាការបរិច្ឆេទហ្នឹងទៅហើយយើងនៅតែដាក់ DD ដែរបើសិនយើងរកថ្ងៃអញ្ចឹងយើងបានថ្ងៃ15ខែក៏ដូចគ្នាយើងនៅតែប្រើតិចដដែលហើយដល់យើងប្រើ format ហ្នឹងយើងប្រើ format ជាងបានខែ7បាទប៉ុន្តែយើងមើលខែគឺគេខែជាអង្គជាអក្សរអញ្ចឹងយើងចង់ដាក់ទៅជាអក្សរដូចគេគឺយើងប្រើ M3 អញ្ចឹងនោះវានឹងទៅជាអក្សរជាលក្ខណៈ shortcut អញ្ចឹងយើងបានជូលឡាយប៉ុន្តែវាអត់មានអក្សរ Y ទេប៉ុន្តែវាយើងចង់បានអក្សរពេញដែលមានជូលឡាយហ្នឹងអក្សរ Y ថែមទៀតហ្នឹងគឺយើងដាក់ M4 អញ្ចឹង M4 នោះមានន័យថាខែពេញមិនមែនជាខែដែលកាត់ណាបាទហើយឆ្នាំក៏ដូចគ្នាដែរយើងប្រើដូចតែខាងលើដែរទេគឺយើងប្រើ y 4 ដងអញ្ចឹង format y 4 ដងបាទហ្នឹងហើយ4 ដងអញ្ចឹងយើងបានឆ្នាំដែលមានឆ្នាំពេញដូចគ្នាប៉ុន្តែបើយើងចង់បានតែឆ្នាំលេខ19ទេយើងយកតែកតុយទេគឺយើងប្រើ y តែ2ទៅយើងប្រើ y តែ2ទៅអញ្ចឹងវាយកតែឆ្នាំកតុយរបស់ឆ្នាំទេគឺ19ទេបាទអញ្ចឹង
ចឹងយើងមានប៉ុណ្ណឹង